សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់វិធានការបញ្ជាគ្រោះថ្នាក់ចំពោះសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដនសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅប្រើប្រាស់អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍និងសាធារណជនឲ្យបានជ្រាបថាយោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់និងមន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងដនសបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារនេះឡើងវិញជាលទ្ធផលពិនិត្យឃើញថាគុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំងក្នុងនោះស្រទាប់បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹមកម្រាលខ័ណ្ឌនិងសសរបានផ្ទាត់ចេញនិងមានស្នាមច្រេះធ្ងន់ធ្ងរដែលធ្វើឲ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូលប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុនិងបានចាត់ថ្នាក់អគារនេះថាជាសំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗក្នុងន័យនេះដើម្បីបង្ការនិងបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅប្រើប្រាស់អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍សំណង់ជិតខាងអ្នកជិតខាងនិងសាធារណជនក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅប្រើប្រាស់អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារខាងលើនេះស្វែងរកកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅដើម្បីក្រុមការងារចាប់ផ្ដើមអនុវត្តការងារដំឡើងផ្ទាំងសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់វិធានការបញ្ជាគ្រោះថ្នាក់ចំពោះអគារអតីតសាលាបឋមសិក្សាបដិវត្តន៍នៅទីតាំងអគារស្ថិតនៅផ្លូវលេខ144កែងផ្លូវលេខ49សង្កាត់ផ្សារថ្មីទី3ខណ្ឌដូនពេញរាជធានីភ្នំពេញនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026ខាងមុខនេះក្នុងរយៈពេលយ៉ាងយូរ30ថ្ងៃគិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងរដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការដូចខាងក្រោម 1. មិនអនុញ្ញាតឲ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ 2. ធ្វើការហុំព័ទ្ធនិងហាមចូលសំណង់អគារនេះអាស្រ័យដូចបានជម្រាបជូនខាងលើសូមប្រជាពលរដ្ឋដែលកំពុងរស់នៅប្រើប្រាស់និងអាស្រ័យផលក្នុងសំណង់អគារខាងលើនិងសាធារណជនមេត្តាជ្រាបនិងចូលរួមសហការអនុវត្តប្រកបដោយស្មារតីប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់ថ្ងៃសុក្រ12កើតខែមិញឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី30ខែមករាឆ្នាំ2026